ពុកម៉ែបងប្អូនតើត្រួយចន្ទីដែលវាចេញមកបានប៉ុណ្ណេះយើងអាចបាញ់ទីមការបានហើយឬនៅហើយតើសមាសធាតុជីថ្នាំណាខ្លះដែលយើងអាចជ្រើសរើសយកមកប្រើប្រាស់ក្នុងការបាញ់ទីមការបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងចែករំលែកអំពីសមាសធាតុមួយចំនួនដែលយើងអាចយកទៅប្រើប្រាស់លើដំណាំចន្ទីនៅដំណាក់កាលយើងបាញ់ទីមការបាទមានដូចជាសារ៉ាយសមុទ្រអាមីណូកាល់ស្យូមនិងជីអອร์ហ្គានិកហើយនឹងប្រភេទ GNPK ដែលមានសមាសធាតុ10/10បូកជាមួយនឹង TE បាទសម្រាប់សមាសធាតុដែលខ្ញុំបាទបានរៀបរាប់ខាងលើនេះគឺមាននៅក្នុងបាទតទាញផ្កានិងតអស្ចារ្យ101របស់ផលិតផលតមៀងបាទអញ្ចឹងសួរថាសមាសធាតុទាំងអស់នេះវាជួយអីខ្លះដល់ចន្ទីនៅដំណាក់កាលដែលយើងបាញ់ទីមផ្កាគឺជួយឲ្យផ្កាចេញទៅនឹងមានតងវែងបាទតងធំថ្លោះល្អតងផ្កាដែលមានគុណភាពទម្លាក់ផ្កាជាចង្កងផ្កាដែលមានសមត្ថភាពក្នុងការបង្កាត់ទៅជាក្តឹបចន្ទីឲ្យពុកម៉ែបងប្អូនបាទអញ្ចឹងប្រសិនបើពុកម៉ែបងប្អូនមានបំណងចង់ប្រឹក្សាបន្ថែមអំពីការប្រើប្រាស់ជីថ្នាំឬក៏ការប្រើប្រាស់ឈុតទាញផ្កាអាចឆាតចូល page ឬក៏ call តាមរយៈលេខទូរស័ព្ទដែលមាននៅលើវីដេអូនេះបានអរគុណ